បន្ទាប់ពីព័ត៌មានសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់បានបញ្ចប់ទៅសម្រាប់បងប្អូន trader នៅក្នុងវិស័យ forex ក៏បានងាកត្រឡប់មកប្រើប្រាស់នៅបច្ចេកទេសក្នុងការជួញដូរក៏ដូចជារងចាំមើលនៅព័ត៌មានសេដ្ឋកិច្ចសំខាន់ដើម្បីធ្វើការកំណត់នៅទិសដៅជួញដូរនៅក្នុងថ្ងៃនេះដែរអញ្ចឹងសម្រាប់ថ្ងៃនេះម៉ោង 7 កន្លះល្ងាចគឺយើងនឹងមានព័ត៌មានសេដ្ឋកិច្ចសំខាន់ដែលមានដូចជាទី1តកតងនឹង duration gold ដែលវាជាព័ត៌មានបញ្ជាក់ពីការបញ្ជាទិញនៅទំនិញប្រើប្រាស់រយៈពេលយូររបស់សហរដ្ឋអាមេរិកទី2តកតងនឹងព័ត៌មាន GDP ដែលជាព័ត៌មាននេះជាព័ត៌មានសំខាន់ដែលបងប្អូនដែលជាអ្នកជួញដូរនៅក្នុងវិស័យ forex ធ្វើការរងចាំរំពឹងទុកនៅលទ្ធផលចេញនៅម៉ោង 7 កន្លះនោះដែលការព្យាករណ៍គឺឃើញថាវាអាចនឹងចេញមកដក 0.2% អញ្ចឹងបើសិនជាព័ត៌មាននេះចេញដក 0.2% ដែលជាវាបញ្ជាក់ថាសេដ្ឋកិច្ចរបស់អាមេរិកអាចស្ថិតនៅក្នុងភាពយឺតយ៉ាវហើយវាធ្វើឲ្យប្រាក់ដុល្លារមានភាពចុះខ្សោយហើយចំណែកព័ត៌មានពិសេសចុងក្រោយនោះគឺតកតងនឹងចំនួនអ្នកអត់ការងារធ្វើដែលទៅស្នើសុំប្រាក់ពីរដ្ឋាភិបាលអាមេរិកអញ្ចឹងព័ត៌មាននេះផងដែរសម្រាប់ការរំពឹងទុកគឺវាមានការថយចុះបន្តិចតែម្ដងគឺថយចុះចំនួន 1K អញ្ចឹងមានន័យថាបើសិនជាលទ្ធផលបែបនេះចេញមកទៅតាមការរំពឹងទុកនោះវានឹងបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកស្ថិតនៅក្នុងកំណើនទាបហើយមានចំនួនអ្នកការងារធ្វើកើនឡើងដូច្នោះហើយវាអាចជំរុញឲ្យធនាគារកណ្ដាលអាមេរិកធ្វើការកាត់បន្ថយនៅអត្រាការប្រាក់ដែលការកាត់បន្ថយអត្រាការប្រាក់នេះនឹងធ្វើឲ្យប្រាក់ដុល្លារធ្លាក់ថ្លៃហើយធ្វើតម្លៃមាសមានការកើនឡើងបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ទៅលើការជួញដូរឧបករណ៍និស្សិតឬ forex trading ឬមួយក៏បងប្អូនចង់ធ្វើការសិក្សាស្វែងយល់បន្ថែមទៅលើវិស័យមួយនេះបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់រូបខ្ញុំបាទផ្ទាល់ Mr. Ben ដែលជាភ្នាក់ងារប្រឹក្សាយោបល់ជាន់ខ្ពស់មកពីក្រុមហ៊ុន GFGI អញ្ចឹងបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទក៏ដូចជា Facebook Page TikTok YouTube និង Social Media ផ្សេងៗដែលមានដាក់នៅក្នុងវីដេអូខាងក្រោមនេះអរគុណ